5 ឆ្នាំនឹងអញ្ចឹង5ឆ្នាំមុខទៀតមាសរបស់យើងនឹងអត្ថបទរបស់ខ្ញុំលើកឡើងអំពីទិញមាសឬក៏គួរទិញផ្លាទីនសម្រាប់ពុកម៉ែបងប្អូនបាទបើសម្រាប់ខ្ញុំគឺខ្ញុំមានគំនិតមួយគឺខ្ញុំសម្រាប់អ្នកមិនសូវមានប្រាក់គួរទៅទិញមាសទុកវិញបាទមូលហេតុអីដោយសារទីមាសគឺវាមិនសូវជាចុះប្រហែលទេមួយឆ្នាំគឺមាសកាន់តែឡើងថ្លៃរហូតក៏ប៉ុន្តែសម្រាប់ផ្លាទីនវិញវាមិនចុះហើយក៏វាមិនងាយនឹងឡើងដែរបាទអញ្ចឹងបើយើងមិនមានប្រាក់បើយើងទិញមាស5ឆ្នាំនឹងអញ្ចឹង5ឆ្នាំមុខទៀតមាសរបស់យើងនឹងឡើងថ្លៃវាអាចចំណេញទៅពាក់កណ្ដាលឬចំណេញលើសនឹងក៏មានដែរបាទឬមាសគឺមិនងាយនឹងចុះទេយើងមើលហាងចេញមាសសប្តាហ៍ថ្ងៃមកបងប្អូនឃើញហើយកាលពីឆ្នាំបាទ2010ជាងអីមាសត្រឹមមួយជីទៅ200តែឥឡូវនេះមាសលោតឡើងរហូតដល់មួយជី300ជាងគឺងាយឃើញចំណេញប្រមាណចុះបើយើងទិញផ្លាទីនក្នុងពីមុនតម្លៃវាមួយជីតែ100តែពេលឥឡូវគឺនៅតែមួយជី100សួរថាមួយណាល្អជាងសម្រាប់គំនិតខ្ញុំច្បល់របស់ខ្ញុំសម្រាប់អ្នកដែលមិនសូវមានប្រាក់ឪពុកម៉ែបងប្អូនគួរតែទិញមាសទៅបាទទិញមាសវាអាចនឹងលុតឡើងយើងទុកមាស5ឆ្នាំនេះឆ្នាំ5ឆ្នាំមកមុខយើងអាចចំណេញលើសទៅនឹងទៀតចំណេញមាសដែលយើងទិញមកពីមុនមួយជីទៅ200ឥឡូវឡើងដល់300យើងចំណេញបានរយៈពេលប្រហែលឆ្នាំយើងចំណេញបានជិតមួយជី100ចុះបើយើងទិញផ្លាទីនវិញលុយដែលយើងទិញពីមុនមកនៅតែដដែលសួរថាចំណេញឬខាតចំណុចដែលខាតនោះគឺស្មើនឹងយើងទិញរបស់យកលុយទៅកប់ចោលព្រោះអីកាលពីមុនយើងធ្វើការក្នុងមួយខែយើងអាចទិញផ្លាទីនចំនួន 2G មាស 1G ប្រាក់ខែរបស់យើងតែ200ណាបងប្អូនប្រាក់ខែយើង200តែពេលឥឡូវនេះប្រាក់ខែយើងលោតឡើងរហូតដល់400ប៉ុន្តែយើងនៅតែទិញមាសបានត្រឹមតែ 1G ដែរក៏ប៉ុន្តែយើងយកទៅទិញផ្លាទីនវិញបានរហូតដល់ 4G អញ្ចឹងសួរថាមាសនិងផ្លាទីនយើងពីមុនមកយើងចំណេញជារៀងខាតអញ្ចឹងបងប្អូនអាចយល់ដឹងយល់ឃើញខ្លួនឯងក្នុងចំណុចហ្នឹងហើយបាទអរគុណច្រើនហើយក្នុងការនិយាយរបស់ខ្ញុំនេះគឺខ្ញុំមិនមែនចង់ឲ្យតម្លៃមាសឡើងឬផ្លាទីនអីឡើងចុះទេបងប្អូនក៏ប៉ុន្តែខ្ញុំសម្រាប់បងប្អូនដែលគាត់មិនសូវជាមានប្រាក់ដែលគាត់ចង់ពាលរបស់គឺអាចគិតពិចារណាត្រង់នឹងបានបើយើងចង់ពាលរបស់ក៏ប៉ុន្តែលុយយើងកប់ចោលនិងយើងទិញរបស់យើងអាចសន្សំចំណេញបើយើងទិញផ្លាទីនយើងទិញតូបណាគឺយើងទៅលក់តូបហ្នឹងទៅបានតែបើយើងទិញមាសយើងដល់ទីណាក៏យើងលក់បានដែរបាទបងប្អូនយល់ឃើញយ៉ាងណាអាចជួយចែករំលែក